Thực sự là ngọc này ở nhóm khăn trên video dù với sao mà giải nên nhóm hiện cho là bố phần ta lại ở đây tới nhóm chập đam hiện tại này với nhóm mình active post video này nè ngọc này ngàyนี้nhóm mình nhiều mày mũi đã lôi sọtคือมีเราได้จำนวนบ่อย$50นั่นคือมีบ่อย$50ហើយនៅក្នុងบ่อย$50ហ្នឹងគឺយើងបែងចែកជាពី3អញ្ចឹងទី1លុយ$50គឺខ្ញុំធ្វើការដាក់ចូលនៅក្នុង Telegram bot អញ្ចឹងលុយ$50ហ្នឹងអ្នកទាំងអស់គ្នាបើសិនជាចង់បានវាចង់ឈ្នះវាអាចចូលទៅលេងនៅក្នុង Telegram bot បានចាំតិចទៀតខ្ញុំបញ្យល់ថាគេត្រូវលេងមិនធ្វើមិនដើម្បីទទួលបានហើយជាមួយនឹងជំរើសទី2$600លុយ$600ហ្នឹងគឺអ្នកទាំងអស់គ្នាអាចធ្វើការបង្កើត account Binance ហើយធ្វើការធ្វើអីចឹងទៅអាហ្នឹងគឺយើងអាចទទួលបានលុយ$600បើចាំតិចទៀតខ្ញុំបញ្ជាក់ហើយជាមួយនឹងលុយ$200ទៀតដែលវានៅសល់អាហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹង Binance ដូចគ្នាអូខេអញ្ចឹងមាន3ចំណុចហ្នឹងអញ្ចឹងតិចទៀតខ្ញុំប្រាប់ពីរបៀបជំហាននីមួយៗដែលគេធ្វើមិនខ្លះទើបអាចទទួលបានអូខេអញ្ចឹងអត់និយាយច្រើនទេចូលមកដល់ចំណុចទី1តែម្ដងជាមួយនឹងការ giveaway នេះគឺអ្នកទាំងអស់គ្នាអាចធ្វើការចូលទៅលេងនៅក្នុង Telegram bot បានដែលខ្ញុំដាក់ link នៅខាងក្រោម description អូខេអ្នកទាំងអស់គ្នាអញ្ចឹងពីអ្នកទាំងអស់គ្នាជួយលើ link នៅលើ YouTube ហើយគឺវានឹងចូលមកដល់ Telegram bot មួយហ្នឹងហើយដែលមានឈ្មោះថា Amsala Giveaway អញ្ចឹងអ្នកទាំងអស់គ្នាធ្វើការចុច start ទៅគឺវានឹងចេញតម្រងដូចខ្ញុំហើយហ្នឹងហើយអញ្ចឹងពេលអ្នកទាំងអស់គ្នានឹងបើកចេញជាតម្រងបែបហ្នឹងដែលវាមានពាក្យ$110ហើយខ្ញុំបែងចែកតាមដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាមុនហ្នឹង$100ពី Binance $200ទៀតពីខ្ញុំផ្ទាល់ដែលវាពាក់ព័ន្ធមួយ Binance ដូចគ្នាហើយ$50នេះគឺនៅក្នុង Telegram bot ហ្នឹងហ្មងអូខេអញ្ចឹងអ្នកទាំងអស់គ្នាចុចមកនឹងចេញជាតម្រងបែបហ្នឹងហើយអានេះគឺជាវីដេអូណែនាំដែលអ្នកទាំងអស់គ្នាជា link វីដេអូដែលអ្នកទាំងអស់គ្នាកំពុងមើលហ្នឹងឯងអញ្ចឹងបើសិនអ្នកទាំងអស់គ្នាចុចលើ link នេះគឺវានឹងចូលទៅដល់វីដេអូដែលអ្នកទាំងអស់គ្នាកំពុងមើលហ្នឹងឯងអូខេឥឡូវចូលមកដល់ការ giveaway $50ហ្នឹងវិញថាតើគេធ្វើមិនខ្មិចហើយយើងធ្វើមិនទៅបានអញ្ចឹងអ្នកទាំងអស់គ្នានឹងសង្កេតឃើញប៊ូតុង3ខាងក្រោមនេះហ្នឹងគឺមាន3ហ្នឹងវាមានពាក្យខ្ញុំមានពាក្យ link និងពាក្យណែនាំកម្ពុជាអញ្ចឹងខ្ញុំអាចចុចលើពាក្យខ្ញុំមកអញ្ចឹងគឺវានឹងចេញបន្ទុករបស់យើងមកហើយនេះគឺខ្ញុំមាន0បន្ទុកបន្ទុកអញ្ចឹងបន្ទុកហ្នឹងគឺយើងយកវាកាន់តែច្រើនឱកាសនៃការឈ្នះលុយរបស់យើងគឺកាន់តែច្រើនតាមនឹងឯងអញ្ចឹងបើសិនជាយើងចង់រកបន្ទុកបន្ថែមអ្នកទាំងអស់គ្នាត្រូវជួយលើពាក្យ link យើងត្រូវណែនាំមិត្តភ័ក្តិបន្តទៀតណាអញ្ចឹងយើងជួយលើពាក្យ link មកគឺវានឹងចេញជាតម្រងបែបហ្នឹងអានេះគឺជា link ដែលវាពាក់ព័ន្ធជាមួយនឹងការ giveaway ហ្នឹងប៉ុន្តែខ្ញុំចង់អ្នកទាំងអស់គ្នាមើលទៅលើ link មួយនេះ link លេខ4ណា link ណែនាំមិត្តភ័ក្តិរបស់អ្នកអញ្ចឹងនៅពេលអ្នកទាំងអស់គ្នា copy link មួយហ្នឹងអូខេយើង copy link ហើយយើង share ឲ្យមិត្តភ័ក្តិរបស់យើងគាត់ចូលមកបញ្ជាន់ Telegram bot ហ្នឹងម្នាក់គឺយើងនឹងទទួលបាន10បន្ទុកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាណែនាំបាន5នាក់អានឹងគឺយើងបាន50បន្ទុកតាមនឹងអញ្ចឹងទៅអញ្ចឹងបន្ទុកកាន់តែច្រើនលុយដែលយើងឈ្នះហ្នឹងក៏វាអាចនឹងកាន់តែច្រើនតាមនឹងដែរហើយបន្ទុកដែលយើងអាចឆែកមើលបានអ្នកទាំងអស់គ្នាជួយលើពាក្យខ្ញុំមកគឺវានឹងចេញហើយតែនេះថាខ្ញុំអត់បានណែនាំមិត្តភ័ក្តិទេអញ្ចឹងខ្ញុំក៏អត់ទទួលបានលុយអត់ទទួលបានបន្ទុកដែរអធិស្ឋានអ្នកទាំងអស់គ្នាហើយមួយទៀតបើយើងចង់ឆែកថាយើងនៅលេខរៀងទីម៉ានអ្នកទាំងអស់គ្នាជួយលើបន្ទុកកម្ពុជានេះបានគឺវានឹងចេញមកហើយវានឹងចេញមកថាអ្នកណាគេនៅលេខរៀងទី1ទី2ទី3ទី4ហ្នឹងទៅតាមបន្ទុកកាន់តែខ្ពស់តែកន្លែងនេះគឺខ្ញុំអត់ទាន់អាប់ដេតហើយទេប៉ុន្តែតម្រាំខ្ញុំចេញវីដេអូប្រហែលជាមួយថ្ងៃ2ថ្ងៃកន្លែងនេះគឺអ្នកទាំងអស់គ្នាអាចឆែកមើលបានហើយបើសិនជាសួរថាតើថ្ងៃណាទៅខ្ញុំធ្វើការចែកលុយទៅលើអ្នកដែលមានបន្ទុកខ្ពស់អាហ្នឹងគឺនៅខែក្រោយអ្នកទាំងអស់គ្នាថ្ងៃហ្នឹងគឺថ្ងៃទី21ខែ5ឆ្នាំ2025អញ្ចឹងគឺយើងត្រូវរងចាំរហូតដល់ថ្ងៃទី21ខែ6ឆ្នាំ2025ហើយទៅដល់ពេលហ្នឹងគឺយើងនឹងគិតទៅលើអ្នកដែលមានបន្ទុកខ្ពស់ជាងគេនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំនឹងធ្វើការផ្ដល់លុយឲ្យគាត់តាមចំនួនដូចខ្ញុំបានបញ្ជាក់ខាងលើនឹងអញ្ចឹងទៅ$50ហ្នឹងជាមួយខ្ញុំបែងចែកតាមក្រោយអ្នកទាំងអស់គ្នាអាចចូលមកឆែកមើល Telegram bot បានថាអ្នកលេខ1ហ្នឹងនឹងបានចំនួនប្រមាណ$អ្នកលេខ2បានចំនួនប្រមាណ$អញ្ចឹងទៅហើយខ្ញុំក៏អាចនឹងថែមតាក់លុយឲ្យច្រើនជាងហ្នឹងដែរបើសិនជាមានអ្នកចូលរួមច្រើនខ្ញុំអាចថែមដល់100ឬមួយក៏200ទៀតអញ្ចឹងទៅតែបើសិនជាមានអ្នកចូលរួមតិចអាហ្នឹងគឺយើងដាក់ថា$50ទេអូខេអញ្ចឹងអានេះគឺមានតែប៉ុណ្្នឹងទេអាហ្នឹងគឺជារបៀបនៃការចូលលេងនៅក្នុង Telegram bot ណាណែនាំមិត្តបានបន្ទុកកាន់តែច្រើនលុយដែលយើងទទួលបានក៏កាន់តែច្រើនហើយអ្នកដែលមានបន្ទុកច្រើនគេរហូតដល់ថ្ងៃទី21ខែ6ឆ្នាំ2025គឺគាត់នឹងទទួលបានលុយពីខ្ញុំផ្ទាល់អូខេអាហ្នឹងគឺវាអត់មានពាក់ព័ន្ធជាមួយនឹង Binance ទេឥឡូវចូលទៅដល់អាទី2និងទី3ដែលវាពាក់ព័ន្ធជាមួយនឹង Binance ម្ដងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ដឹងថា Binance ហ្នឹងជាអីទេខ្ញុំបញ្យល់អ្នកទាំងអស់គ្នាបន្តិចសិនចំពោះ Binance ហ្នឹងអាហ្នឹងវាគឺជា crypto exchange មួយនិយាយរួមទៅវាដូចតែធនាគារទេវាដូចតែធនាគារអ្នកទាំងអស់គ្នាប្រហែលថ្ងៃមានដូចជា Wing មាន ACDA មាន True Money អីអញ្ចឹងណាតែយើងធ្វើការផ្ទុកលុយផ្ទុកអីចឹងទៅហើយយើងអាចបាញ់លុយទៅវិញទៅមកបានប៉ុន្តែអា Binance នេះវាមិនមែនផ្ទុកលុយទេវាផ្ទុកជាកា crypto ដែលយើងចង់បាញ់លុយមកគ្នាក៏បានចង់បាញ់លុយទៅក្រៅប្រទេសក៏បានដែរហើយសម្រាប់គឺវាកាត់តិចតួចទេព្រោះវាជាប្រភេទ crypto
ហើយបើសិនជាអ្នកទាំងអស់គ្នាអត់តដឹងថា crypto នឹងជាអីទេអាចមើលវីដេអូខាងក្រោមបានឬមួយក៏យើងចូលមក Telegram bot យើងចុចលើពាក្យ link មកនេះគឺវាមាននេះពាក្យតា crypto ជាអ្វីអញ្ចឹងយើងចុចលើហ្នឹងមកហើយបន្តមកទៀតអ្នកទាំងអស់គ្នាចុច open មកគឺវានឹងចូលទៅដល់វីដេអូរបស់ខ្ញុំដែលខ្ញុំនិយាយអំពី crypto ហ្នឹងហើយអូខេអញ្ចឹងខ្លីៗប៉ុណ្ណឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់មានគណនី Binance ឬមួយក៏ account Binance ទេអាចធ្វើការបង្កើតតាម link របស់ខ្ញុំទៅគឺអ្នកទាំងអស់គ្នានឹងទទួលបាន$3ភ្លាមហ្នឹងហើយសូមបញ្ជាក់$3នេះគឺអ្នកទាំងអស់គ្នាមាននៅក្នុង app Binance អញ្ចឹងអា$ហ្នឹងអ្នកទាំងអស់គ្នាចង់យកវាមកលក់មកនៅក្នុងធនាគាររបស់យើងក៏បានឬក៏យើងចង់យកទៅទិញលក់កាក់ crypto ឲ្យចំណេញអីចឹងទៅអាហ្នឹងក៏បានដែរហើយមួយទៀតបន្ទាប់ពីអ្នកទាំងអស់គ្នាបាន$3ហើយបើសិនជាក្នុងករណីថាអ្នកទាំងអស់គ្នាធ្វើការ trade ហ្នឹងរបៀបថាយើងទិញលក់កាក់អ្នកទាំងអស់គ្នាចង់ទិញកាក់មួយណាក៏បានដែរអាចទិញភ្លាមលក់ភ្លាមចំពោះការ trade ហ្នឹងគឺអ្នកទាំងអស់គ្នា trade ចាប់ពី$25ឡើងទៅហើយអ្នកទាំងអស់គ្នាចង់ trade នៅក្នុង spot ក៏បាន future ក៏បានតែខ្ញុំណែនាំឲ្យ trade នៅក្នុង spot ទៅព្រោះអីវាអត់ញ៉ៃច្រើនហើយវាក៏ស្រួលនៅក្នុងការ trade ដែរអ្នកទាំងអស់គ្នាប្រហែលគិតថាបើខ្ញុំ trade អញ្ចឹងតិចខ្ញុំខាតលុយ$25ហើយខ្ញុំបានឲ្យវិញតែ6រៀលហ្នឹងអត់អញ្ចឹងទេអ្នកទាំងអស់គ្នាជាមួយនឹងការ trade គឺវាអត់ខាតលុយទេបើសិនជាយើងទិញភ្លាមលក់ភ្លាមអ្នកទាំងអស់គ្នាអាចចូលទៅមើលវីដេអូរបស់ខ្ញុំបានបើសិនជាចង់ trade គឺអ្នកទាំងអស់គ្នាត្រូវមាន account Binance ជាងត្រូវទិញកាក់ USDT ពីធនាគារខ្មែរយើងមក Binance បន្តមកទៀតអ្នកទាំងអស់គ្នាត្រូវយកកាក់ USDT ដែលអ្នកទាំងអស់គ្នាមាននៅក្នុង Binance ទៅទិញរួចហ្នឹងយកទៅ trade អញ្ចឹងវីដេអូគឺខ្ញុំមានអស់ហើយនេះអ្នកទាំងអស់គ្នាអាចចូលមកមើលបានរបៀបបង្កើត Binance ជំហានទី1របៀបទិញលក់ crypto ពីធនាគាររបៀបទិញលក់នេះខ្ញុំធ្វើឧទាហរណ៍នៅក្នុងធនាគារ ACDA អញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើតាមខ្ញុំបានតែមិនមែនថាយើងមានតែ ACDA អ្នកទាំងអស់គ្នាមាន AVA មាន Wing អីគឺប្រើបានដូចគ្នាគ្រប់ធនាគារនៅក្នុងប្រទេសកម្ពុជារបស់យើងហើយនេះគឺជារបៀប trade នៅក្នុង spot អញ្ចឹងអ្នកទាំងអស់គ្នាក៏អាចចូលទៅមើលវីដេអូនឹងបានដូចគ្នាហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ trade ហើយបំពេញអត្តសញ្ញាណប័ណ្ណបង្កើត account បង្កើតអីហើយគឺអ្នកទាំងអស់គ្នានឹងទទួលបានលុយ$6ភ្លាមនៅក្នុង app Binance ហើយដូចខ្ញុំបញ្ជាក់ដែរអញ្ចឹង$6គឺយើងអាចដកវាបានយើងចង់យកវាទៅ trade លេងទៀតអាហ្នឹងក៏បានដែរអត់ជាបញ្ហាអីទេហើយបើសិនជាសួរថាយកនៅកន្លែងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចបើក app Binance មកហ្នឹងហើយអញ្ចឹងអានេះឧទាហរណ៍ថាអ្នកទាំងអស់គ្នាបានធ្វើការបង្កើត account រួចរាល់ហើយបង្កើតគណនី Binance បំពេញតាក់ញ៉ាំបានរួចរាល់ហើយសួរថាគេយកលុយ$3ឬមួយក៏6មិនអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចុចលើពាក្យ reward hub ចុចកន្លែង reward hub នេះណាតែបើសិនជាអ្នកទាំងអស់គ្នារត់ឃើញទេអត់ចាញ់វាលើហ្នឹងទេយើងចុចលើពាក្យ more ខាងនេះហ្នឹងហើយចុចលើពាក្យ more ហ្នឹងមកហើយយើង search ពាក្យ reward hub នេះគឺវានឹងចេញលើគេហើយអញ្ចឹងយើងចុចលើហ្នឹងមកអ្នកទាំងអស់គ្នាគឺវានឹងឃើញកន្លែង claim កន្លែងនេះហើយតែដោយសារ account ខ្ញុំជា account ចាស់ខ្ញុំបង្កើតយូរហើយអញ្ចឹងគឺវាអត់មានកន្លែងសម្រាប់ claim ទេតែខ្ញុំដល់រូបភាពឧទាហរណ៍អ្នកទាំងអស់គ្នាមើលនេះអ្នកទាំងអស់គ្នានេះគឺជារូបភាពឧទាហរណ៍អញ្ចឹងពេលដែលយើងចុចមកវានឹងចេញជាទម្រង់បែបហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចលើវងមូបកក្រហម do task នេះទៅតែបើសិនជាយើងបានពេញតាក់ញ៉ាំបានហើយវានឹងចេញពាក្យ claim អញ្ចឹងយើងចុចលើពាក្យ claim ទៅអាហ្នឹងគឺយើងនឹងទទួលបានលុយចំនួន$3ហ្នឹងហើយ3រៀលហើយបន្ទាប់ពីយើងធ្វើការ trade នៅក្នុង spot 25រៀលទៀតអាហ្នឹងគឺយើងទទួលបាន$3ទៀតអូខេអញ្ចឹងចំណុចទី1ទី2ខ្ញុំបាននិយាយប្រាប់អ្នកទាំងអស់គ្នាហើយរបៀបដែលយើងធ្វើការលេងទទួលបានលុយ$50នៅក្នុង Telegram bot អាហ្នឹងទី1ហើយទី2គឺយើងទទួលបានលុយ$600ប៉ុន្តែ$600ហ្នឹងគឺចែកម្នាក់6រៀលហ្នឹងហើយអាហ្នឹងគឺខ្ញុំបានប្រាប់រួចរាល់ហើយដែរហើយចំពោះលុយ$200ទៀតវាពាក់ព័ន្ធជាមួយនឹង Binance ដូចគ្នាសម្រាប់អ្នកទាំងអស់គ្នាដែលបានបំពេញអត្តសញ្ញាណប័ណ្ណនិងបានធ្វើការ trade ហើយគឺអ្នកទាំងអស់គ្នានឹងទទួលបានលុយ$6ក្នុង Binance ផ្សេងហើយអ្នកទាំងអស់គ្នាត្រូវធ្វើការឆាតមកខ្ញុំផ្ទាល់ហើយអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ screenshot ជាមួយនឹងរូបភាពនៅក្នុង app Binance ហ្នឹងហើយដូចជារូបភាព UID របស់អ្នកទាំងអស់គ្នា screenshot ឲ្យខ្ញុំមកខ្ញុំយកទៅ check មើលបើសិនជាអ្នកទាំងអស់គ្នាបានធ្វើការ trade មែនអ្នកទាំងអស់គ្នាបានធ្វើការបង្កើតគណនីតាម link របស់ខ្ញុំមែនអាហ្នឹងគឺខ្ញុំឲ្យអ្នកទាំងអស់គ្នាម្នាក់$2ពីក្រៅទៀតហ្នឹងហើយម្នាក់$2ហ្នឹងគឺវាមានចំនួនកំណត់គឺវាច្រើនជាង100នាក់អញ្ចឹងគឺអាចតាក់ទងមកខ្ញុំផ្ទាល់បានណាគឺខ្ញុំវាតាម QR code អ្នកទាំងអស់គ្នាតែម្ដងតែសូមបញ្ជាក់មិនមែនគ្រាន់តែបំពេញតាក់យានបានទេគឺអ្នកទាំងអស់គ្នាត្រូវធ្វើការ trade នៅក្នុង spot ផងដែរឬមួយក៏ future អញ្ចឹងមានន័យថាជាមួយនឹង giveaway ទី2និងទី3នេះគឺវាពាក់ព័ន្ធគ្នាអ្នកទាំងអស់គ្នាបាន6រៀលនៅក្នុង Binance ហើយបាន2រៀលក្រៅពីខ្ញុំទៀតអញ្ចឹងមានន័យថាយើងបានលុយ$8ហើយទាំងនេះយើងអត់មានចំណាយអីទេហើយបើសិនជាអ្នកទាំងអស់គ្នាចូលរួមលេងgiveaway ក្នុង Telegram នេះយើងបានបន្ទុកនៅ top ទៀតអាហ្នឹងយើងបានលុយកាន់តែច្រើនតាមហ្នឹងទៀតអូខេហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹង account Telegram របស់ខ្ញុំអ្នកទាំងអស់គ្នាអាចចុចចូលមកលើ Telegram bot ហើយចុចលើពាក្យ link នេះគឺជា account របស់ខ្ញុំ
link តាក់ទង admin អ្នកទាំងអស់គ្នាចុចមកគឺអាចឆាតបានហើយអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ complete តម្លាក់នៅក្នុង comment ឬមួយក៏ក្រុម Telegram របស់យើងអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយបាយ